តើអ្នកធ្លាប់គិតទេថាប្រសិនបើយប់ណាមួយអ្នកទៅវិញ្ញាណខ្មោចលងបន្លាចហើយវិញ្ញាណនោះមិនមែនជាអ្នកដទៃឆ្ងាយឡើយតែគឺជាមនុស្សដែលអ្នកស្គាល់ជិតស្និទ្ធបំផុតជាបងប្អូនជាមិត្តភក្តិឬជាអ្នកជិតខាងដែលទើបតែសើចសប្បាយជាមួយអ្នកកាលពីម្សិលមិញតើអ្នកនឹងមានអារម្មណ៍ខឹងសោកសៅឬក៏ភ័យខ្លាចខ្លាំងរហូតដល់លួចព្រលឹងដែរឬទេតាមជំនឿបុរាណនៃជនជាតិភាគតិចនៅតំបន់អាស៊ីអាគ្នេយ៍មនុស្សដែលស្លាប់ដោយសារឧបទ្ទវហេតុភ្លាមៗឬស្លាប់តៃហោងគឺជារឿងដែលគួរឲ្យខ្លាចបំផុតព្រលឹងរបស់ពួកគេមិនទាន់ដឹងឡើយថាខ្លួនឯងបានស្លាប់ទៅហើយពួកគេនៅតែវិលវល់ដើររកមនុស្សជាទីស្រឡាញ់ឬមនុស្សដែលពួកគេមានគំនុំជាមួយក្នុងអំឡុងពេល7ថ្ងៃដំបូងហើយអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺវិញ្ញាណដែលស្លាប់ដោយសារខ្សែភ្លើងឆក់ចរន្តអគ្គិសនីរាប់ពាន់វ៉ុលដែលរត់កាត់រាងកាយវាមិនត្រឹមតែបំផ្លាញសាច់ឈាមឲ្យខ្មៅក្រៀមនោះទេប៉ុន្តែវាបានបង្កប់វិញ្ញាណនិងប្រព័ន្ធប្រសាទចុងក្រោយរបស់ពួកគេឲ្យជាប់គាំងនៅក្នុងវដ្តនៃការឈឺចាប់ការកន្ត្រាក់ប្រកាច់និងការស្ទះដង្ហើមដ៏ខ្លាំងក្លាពេលពួកគេបង្ហាញខ្លួនពួកគេនឹងនាំនៅថាមពលកន្ត្រាក់និងកំហឹងឆាបឆេះនោះមកជាមួយជានិច្ចរឿងរ៉ាវពិតដែលខ្ញុំនឹងនាំប្រិយមិត្តទៅស្ដាប់ក្នុងយប់នេះបានកើតឡើងនៅក្នុងស្រុកមួយវាជាបទពិសោធន៍ផ្ទាល់ខ្លួនដ៏រន្ធត់របស់ប្រិយមិត្តអ្នកស្ដាប់ម្នាក់ឈ្មោះបងប្រុសសូដាដែលបានជួបប្រទះនឹងការវិលត្រឡប់មកវិញដ៏គួរឲ្យរន្ធត់របស់បងប្រុសអ្នកជិតខាងម្នាក់ឈ្មោះបងខេតរឿងរ៉ាវនេះបានលាក់បាំងនៅការសងសឹកដ៏ខ្មៅងងឹតរបបសាច់រឿងដែលគ្មាននរណានឹកស្មានដល់និងការពិតដ៏ពឺក្បាលពីក្រោយពាក្យបន់សន់របស់មនុស្សរស់តើអ្នកប្រកាសចិត្តដែរឬទេថាសំឡេងកោសជញ្ជាំងឬសំឡេងគោះទ្វារដែលអ្នកឧស្សាហ៍ឮនៅកណ្ដាលអាគារវាជាសំឡេងសត្វល្អិតធម្មតាសូមបិទភ្លើងបន្ថយពន្លឺទូរស័ព្ទរួចរៀបចំភួយដណ្ដប់ខ្លួនឲ្យជិតយើងនឹងធ្វើដំណើរទៅកាន់រាត្រីដ៏រន្ធត់នេះជាមួយគ្នានៅពេលឥឡូវនេះរឿងរ៉ាវនេះបានចាប់ផ្ដើមឡើងកាលពីប្រមាណឆ្នាំមុននៅក្នុងជីវិតជានិស្សិតវិទ្យាល័យរបស់បងប្រុសសូដាព្រឹកថ្ងៃនោះបរិយាកាសគឺធម្មតាដូចរាល់ថ្ងៃគាត់កំពុងតែអង្គុយរៀននៅក្នុងថ្នាក់ជាមួយមិត្តភ័ក្តិយ៉ាងសប្បាយរីករាយស្រាប់តែនៅម៉ោងប្រហែល9ព្រឹកមានមិត្តភ័ក្តិរួមថ្នាក់ម្នាក់បានរត់ចូលមកដល់ក្នុងថ្នាក់ទាំងហត់ដង្ហក់ទឹកមុខស្លេកស្លាំងដោយទៅជួបខ្មោចអញ្ចឹងវាបានស្ទុះមកចិត្តសូដារួចហុចទូរស័ព្ទដៃឲ្យគាត់មើលទាំងដៃញ័រទៅអាសូដាហែងមើលព័ត៌មាននៅក្នុងគ្រប់ភូមិយើងនេះមើលរឿងនេះលឿនឡើងសូដាងឿងឆ្ងល់យ៉ាងខ្លាំងក៏លូកដៃទៅចាប់ទាញទូរស័ព្ទមកមើលនៅលើអេក្រង់វាជារូបភាពសពរបស់បុរសម្នាក់ដែលទៅបានគេប្រទះឃើញស្លាប់នៅឯរបងមានចំការក្បែរភូមិគ្រាន់តែក៏លេចឃើញភ្លាមសូដាមានអារម្មណ៍ថាដូចជាទៅរន្ទះបាញ់ចំកណ្ដាលក្បាលខ្លួនប្រាណទាំងមូលកក់ស្វិតភ្លាមបុរសដែលដេកស្លាប់នៅក្នុងរូបភាពនោះគឺគ្មាននរណាក្រៅពីបងខេតឡើយគាត់គឺជាបងប្រុសអ្នកជិតខាងដែលមានផ្ទះទួលមុខគ្នានិងធ្លាប់រត់លេងជិះកង់កម្សាន្តជាមួយសូដាតាំងពីដឹងក្តីមកម្ល៉េះប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់និងតក់ស្លុតបំផុតនោះគឺស្ថានភាពសពរបស់បងខេតនៅក្នុងរូបភាពនោះគាត់កំពុងតែដេកផ្ងានៅក្នុងធ្លុកភក់បែរមុខមកលើមេឃភ្នែកទាំងសងខាងរបស់គាត់បើកធំគ្មានប្រស័យភ្នែកមាត់ហាចំហហាក់ដូចជាកំពុងតែសែកដោយឈឺចាប់ជាទីបំផុតមុនពេលដាច់ខ្យល់ស្បែកមុខរបស់គាត់ឡើងស្វាយស្លេកនិងមានស្នាមឆេះរលខ្មៅនៅត្រង់កនិងទ្រូងចំណែកឯដៃខាងស្ដាំរបស់គាត់វិញគឺកំពុងតែតោងជាប់នឹងរបងដែកយ៉ាងណែនស្បែកដៃរលាយស្អិតជាប់នឹងសរសៃដែកនោះដូចជាទៅបានកម្លាំងអគ្គិសនីដ៏ខ្លាំងក្លាទាញសូបជាប់មិនឲ្យរបូតអញ្ចឹងមិត្តភក្តិខ្សឹបប្រាប់សូដាទាំងសំឡេងញ័រថាឮគេថាកាលពីយប់មិញមេឃភ្លៀងខ្លាំងណាស់បងខេតពកប្រហែលជាដើរទៅក្បែររបងចំការមានគេរួចលូកដៃតោងរបងដែកនោះដើម្បីឡើងទៅលួចបេះមានប៉ុន្តែម្ចាស់ចំការគេបានលួចបង្កប់ខ្សែភ្លើងទាញចរន្តអគ្គិសនី220វ៉ុលភ្ជាប់នឹងរបងដែកនោះដើម្បីការពារចោលពេលដែលដៃគាត់ប៉ះចំភ្លាមចរន្តអគ្គិសនីរួមផ្សំនឹងទឹកភ្លៀងសើមបានឆក់គាត់ឲ្យដាច់ខ្យល់ស្លាប់ទាំងឈរតែម្ដងសូដាស្ដាប់ហើយទឹកភ្នែកសក់ដោយមិនដឹងខ្លួនគាត់ទៅតែឃើញមុខបងខេតកាលពីល្ងាចម្សិលមិញសោះគាត់ថែមទាំងបានលើកដៃសួរសុខទុក្ខគ្នាទៅវិញទៅមកផងតែពេលនេះបងប្រុសដ៏ស្និទ្ធស្នាលម្នាក់នេះបែរជាទៅខ្សែជីវិតយ៉ាងអាណយអធមបែបនេះទៅវិញថ្ងៃនោះសូដាលែងមានអារម្មណ៍រៀនសូត្រអ្វីទាំងអស់ចិត្តគាត់គិតតែពីរងចាំឲ្យឆាប់ដល់ម៉ោងចេញពីសាលាដើម្បីប្រញាប់ត្រឡប់ទៅផ្ទះវិញ
នៅពេលដែលសូដាធ្វើដំណើរទៅដល់ភូមិគាត់បានឃើញផ្ទះរបស់បងខេតដែលស្ថិតនៅទួលមុខផ្ទះគាត់កំពុងតែរៀបចំពិធីបុណ្យសពយ៉ាងប្រញាប់ប្រញាល់តាមទំនៀមទម្លាប់និងជំនឿរបស់អ្នកស្រុកនៅទីនោះបើមានមនុស្សស្លាប់ដោយតៃហោងស្លាប់ដោយគ្រោះថ្នាក់ឃាតកម្មឬអគ្គិសនីឆក់ដាច់ខាតគេមិនអនុញ្ញាតឲ្យយកសពទៅតម្កល់និងធ្វើបុណ្យនៅក្នុងវត្តអារាមឡើយព្រោះគេជឿថាវិញ្ញាណតៃហោងកាយសាហាវខ្លាំងណាស់អាចនឹងនាំចង្រៃដល់វត្តគេទៅតម្កល់សពនៅផ្ទះតែមួយយប់ប៉ុណ្ណោះរួចទឹកឡើងទៅញ៉ាំដឹកសពទៅបូជានៅបច្ឆាភ្លាមបរិយាកាសនៅក្នុងពិធីបុណ្យសពនាពេលល្ងាចនោះគឺពោរពេញទៅដោយភាពអាក់កំបាំងនិងត្រជាក់ស្រេបផ្សែងធូបហុយត្រឡោមលាយឡំនឹងក្លិនក្រអូបឈ្ងុយនៃផ្ការំដួលនិងក្លិនទឹកអប់បាញ់សពដែលព្យាយាមបិទបាំងនូវក្លិនស្អុយរលួយតិចៗនៃសាច់ដែលទៅភ្លើងឆេះសូដាបានដើរចូលទៅអុជធូបសំពះនៅចំពោះមុខក្តារមឈូសឈើពណ៌សរបស់បងខេតគាត់សម្លឹងមើលរូបថតបងខេតដែលមានស្នាមញញឹមប៉ុន្តែទឹកភ្នែករបស់គាត់ហូរមកមិនឈប់បន្ទាប់ពីអុជធូបរួចគាត់បានដើរចេញមកជួបជុំគ្នាជាមួយមិត្តភ័ក្តិដែលជាយុវជនក្នុងភូមិដើម្បីអង្គុយចាំកំដរយប់ដំបូងនៅក្នុងក្រុមកំដរនោះមានមិត្តភ័ក្តិម្នាក់ឈ្មោះថប់មិនបានមកចូលរួមបុណ្យសពឡើយដោយសារតែទៅនៅចាំផ្ទះឈើចាស់របស់គេម្នាក់ឯងលុះដល់ថ្ងៃស្អែកដែលជាថ្ងៃទៅដុតសពបងខេតខណៈពេលដែលអ្នកភូមិកំពុងតែរៀបចំសែនព្រេនដើម្បីលើកក្តារមឈូសសពតែថប់ដើរចូលមកក្នុងពិធីបុណ្យសពទាំងទឹកមុខសេកស្លាំងដោយគ្មានឈាមមួយដំណក់ភ្នែករបស់វាឡើងក្រហមក្រឡៅនិងញាស់ខ្លួនទៅទើតវារត់មកចាប់ដៃសូដារួចអូសទៅគៀនរបងស្ងាត់បន្ថយសំឡេងខ្សឹបប្រាប់ទាំងទឹកភ្នែករលីងរលោងថាបងសូដាខ្ញុំមានរឿងចង់ប្រាប់បងយប់មិញបងខេតក៏បានទៅរកខ្ញុំដល់ផ្ទះទាំងកណ្ដាលអាត្រៀតសូដាភ្ញាក់ព្រឹកហើយនិយាយស្អីអាថប់បងខេតដេកនៅក្នុងក្តារមឈូសតើគាត់ទៅរកហែងយ៉ាងម៉េចកើតថប់ងក់ក្បាលយឺតរួចចាប់ផ្ដើមរៀបរាប់ពីហេតុការណ៍ដ៏រន្ធត់ដែលបានកើតឡើងចំពោះវាកាលពីយប់មិញរឿងរ៉ាវដែលធ្វើឲ្យវាស្ទើរតែឈួតបាត់បង់ស្មារតីថប់រៀបរាប់ថាផ្ទះរបស់គាត់គឺជាផ្ទះឈើចាស់ផុតពីដីកម្ពស់ប្រហែល2ម៉ែត្រតាមរបៀបផ្ទះបុរាណយប់មិញម៉ោងប្រហែល12រំលងអាទិត្យមេឃកំពុងតែរលឹមស្រេចនិងមានខ្យល់ត្រជាក់បក់មកម្ដងម្កាលថប់កំពុងតែដេកលេងទូរស័ព្ទនៅក្នុងមុងលើផ្ទះឈើម្នាក់ឯងសប្តែក្នុងសភាពស្ងាត់នោះមានសំឡេងគោះក្តារឈើយឺតពីក្រោយផ្ទះតុក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 សំឡេងគោះនោះលាន់ឮឡើងចំពីក្រោមតង់កន្លែងដែលថប់កំពុងតែដេកតែម្ដងថប់ភ្ញាក់ព្រឺតបិទទូរស័ព្ទដូចផ្ទៀងត្រជាក់ស្ដាប់សំឡេងខ្សឹបហៅដ៏ស្អកបានបន្លឺឡើងថប់អាថប់ជួយអញផងវាជាសំឡេងមនុស្សប្រុសសើចហៅឈ្មោះគាត់ចំពីក្រោមផ្ទះសំឡេងនោះគឺស្អកហាក់ដូចជាមនុស្សកំពុងតែខ្វះខ្យល់ដកដង្ហើមឬកំពុងតែមានរបស់អ្វីមួយយ៉ាងកំពុងញាត់នៅក្នុងមាត់ថប់ដែលជាមនុស្សមិនសូវខ្លាចខ្មោចនិងគិតថាជាមិត្តភក្តិក្នុងភូមិមកលេងសើចទាំងយប់បនសាយតបទៅវិញដោយមិនគិតពិចារណាថាដឹងហើយកំពុងតែដេកតើមានការអីទាំងយប់អញ្ចឹងគ្រាន់តែថប់និយាយពាក្យឆ្លើយតបនោះភ្លាមសំឡេងគោះក្តារក៏ស្ងាត់ឈឹងទៅមួយរំពេចថប់ងឿងឆ្ងល់ក៏អង្គុយរួចអោនមុខចុះទៅសម្លឹងមើលតាមប្រឡោះក្តារឈើចន្លោះប្រហោងតូចនៃកំដៅផ្ទះឈើបុរាណដើម្បីមើលទៅដីខាងក្រោមនៅក្រោមពន្លឺព្រះច័ន្ទព្រមជះកាត់ស្រមោលឈើថប់បានឃើញមនុស្សម្នាក់កំពុងតែឈរនៅចំពីក្រោមផ្ទះសម្លឹងឡើងមកលើរូបរាងនោះពាក់អាវយឺតដៃវែងពណ៌សនិងមានខោសិស្សសាលាពណ៌ខៀវវាជាសម្លៀកបំពាក់របស់បងខេតកាលពីពេលស្លាប់គ្មានខុសឡើយប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺរាងកាយរបស់គាត់មិនមែនជាមនុស្សធម្មតាទេស្បែកខ្លួនរបស់គាត់ឡើងខ្មៅក្រឹបដូចទៅភ្លើងឆេះរ៉ូលសក់ក្បាលរុនកញ្ញង់និងមានផ្សែងហុយចេញពីតាមរន្ធត្រចៀកនឹងមាត់រំពេចនោះបងខេតបានងើបមុខឡើងចំសម្លឹងមើលមកថប់តាមចន្លោះប្រហោងក្តារឈើភ្នែករបស់គាត់មានតែក្របភ្នែកខ្មៅងងឹតស្លុបនិងបើកធំមិនតិចតតែសោះបងខេតបានលើកដៃទាំងពីរដែលខ្មៅខ្លោចវាយបោកក្តារឈើពីខាងក្រោមចំត្រង់មុខរបស់ថប់យ៉ាងកំរោលលាយឡំនឹងសំឡេងសែកហៅយ៉ាងខ្លាំងថាអាថប់ចុះមកលេងជាមួយអញលឿនឡើងនៅខាងក្រោមនេះត្រជាក់ណាស់ថប់ភ័យលួសព្រលឹងស្ទុះរត់ទៅលោតចូលក្នុងមុងទាញភួយក្រាស់មកទទួលចិត្តក្បាលញ័រខ្លួនដោយសត្វទៅទឹកសន្សើមគាត់លើកដៃសំពះបួងសួងសែកយំអង្វរកទាំងទឹកភ្នែកហូរបងខេតខ្ញុំសុំទោសខ្ញុំខ្លាចហើយស្អែកខ្ញុំទៅបន់បងឯងហើយកុំមកលេខខ្ញុំអីទៅឲ្យបានសុខចាស់បងបន្ទាប់ពីសូត្រធម៌និងអង្វរកអស់មួយសន្ទុះធំសំឡេងវាយក្តារ
និងសំឡេងសាច់ហើរនោះក៏ស្ងាត់សន្សឹមទៅវិញជំនួសមកវិញដោយសំឡេងខ្យល់បក់រេរំតាមមែកឈើល្ងាចថ្ងៃដែលបានធ្វើពិធីបូជាសពបង្ខេតរួចរាល់សូដានិងក្រុមក្មេងៗយុវជននៅក្នុងភូមិប្រហែល4ទៅ5នាក់បាននាំគ្នាទៅរៀបចំកម្មវិធីផឹកស៊ីបន្តិចបន្តួចនៅឯផ្ទះមិត្តភក្តិម្នាក់ទៀតដើម្បីកាត់បន្ថយភាពសោកសៅនិងភាពភ័យខ្លាចនៅក្នុងក្រុមក្មេងនោះមានយុវជនម្នាក់ឈ្មោះអ៊ូកជាមនុស្សម្នាក់ដែលធ្លាប់មានគំនុំតខ្លួនយ៉ាងខ្លាំងជាមួយបង្ខេតតាំងពីគាត់នៅរស់ពីរឿងចំនួនដីធ្លីនិងរឿងសៃញីពួកគេមិនដែលនិយាយរកគ្នាឡើយហើយអ៊ូក៏មិនបានចូលរួមពិធីបុណ្យសពបង្ខេតសូម្បីតែ1នាទីពួកសូដាអង្គុយរងចាំអ៊ូអស់រយៈពេល7កន្លះម៉ោងទើបឃើញអ៊ូជិះម៉ូតូមកដល់ទាំងបញ្ញាប៉ុន្តែគ្រាន់តែអ៊ូដើរចុះពីលើម៉ូតូភ្លាមគ្រប់គ្នាស្ងាត់មកឆឹងសម្លឹងមើលវាដោយភាពងឿងឆ្ងល់សភាពរបស់អ៊ូនៅពេលនេះគឺគួរឲ្យខ្លាចណាស់មុខរបស់វាស្លេកស្លាំងដូចគ្មានឈាមមួយដំណក់សក់ក្បាលកន្ទើងកញ្ញង់អាវយឺតរហែកបន្តិចបន្តួចហើយអ្វីដែលប្លែកបំផុតនោះគឺនៅតង់ករបស់វាមានពាក់ខ្សែកព្រះឡើងណែនពេញកសឹងតែមើលមិនឃើញស្បែកកឡើយអ៊ូដើរមកចង្អុលមុខសូដារួចខ្សែកំហុសទាំងសម្លេងញ័រទៅថាអាសូដាហែងតាប់បងប្រុសហែងបងខេតអងណាកុំឲ្យទៅលោកអញទៀតអញខ្លាចហើយសូដាឆ្ងល់យ៉ាងខ្លាំងក៏សួរទៅវិញមានរឿងអីអាអ៊ូមិនបានហែងនិយាយបែបហ្នឹងអ៊ូរៀបរាប់ទាំងរាងកាយញ័រទៅដូចទៅទឹកត្រជាក់មុននឹងធ្វើដំណើរមកទីនេះវាកំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹកក្រោមផ្ទះម្នាក់ឯងសពតែនៅក្នុងសភាពស្ងាត់ជ្រងំវានៅក្នុងបន្ទប់ទឹកបានឮសំឡេងកោសចិញ្ចៀងយ៉ាងខ្លាំងជាងពីខាងក្រៅបន្ទប់ទឹកតង់កន្លែងផ្ទះបាយសំឡេងកោសចិញ្ចៀងឮខ្វាក់សំឡេងនោះដូចជាមានកញ្ចក់ដៃមនុស្សកំពុងតែព្យាយាមខ្វាយក្តារចិញ្ចៀងយ៉ាងខ្លាំងក្លាអ៊ូគិតថាជាចោរឬសត្វឆ្មាក៏បញ្ញាប់ងូតទឹករួចយកកន្សែងពស់គោជូតខ្លួនបើកទ្វារបន្ទប់ទឹកចេញមកមើលនៅចំពីមុខចិញ្ចៀងផ្ទះបាយអ៊ូបានឃើញបរិសម្នាក់កម្ពស់ប្រហែល1.80 ម៉ែត្រស្លៀកពាក់ខោអាវពណ៌សខោពណ៌ខៀវឈរបែរខ្នងដាក់វាអ៊ូខ្សែសួរទាំងខឹងសម្បាហែងជាអាណាគេនឹងចូលមកធ្វើក្នុងផ្ទះអញទាំងយប់ជ្រៅអញ្ចឹងរំពេចនោះបរិសម្នាក់នោះសាប់តែចាប់ផ្ដើមញ័រប្រកាច់ពេញមួយទួលខ្លួនយ៉ាងខ្លាំងក្លាស្មាទាំងសងខាងរបស់គាត់រង្គើភ្លេកដៃទាំងពីរទន់ខ្វាយក្តារចិញ្ចៀងរហូតដល់ធ្លាយឈាមពណ៌ខ្មៅហូរតាមកម្រាលឥដ្ឋលាន់ឮសូរសំឡេងខ្វាក់គួរឲ្យពឺឆ្អឹងខ្នងរួចហើយក្បាលរបស់គាត់ក៏សន្សឹមងាកត្រឡប់ក្រោយមកយឺតវាជាមុខរបស់បង្ខេតប៉ុន្តែមុខរបស់គាត់គឺស្លេកស្លាំងខៀវសង្ងាត់ភ្នែកបើកធំសម្លឹងមើលអ៊ូដោយកែវភ្នែកពោពេញទៅដោយកំហឹងសងសឹកនិងការឈឺចាប់យ៉ាងខ្លាំងអ៊ូភ័យខ្លាចខ្លាំងណាស់ស្ទុះរត់ទៅក្នុងបន្ទប់គេងចាក់សោទ្វារជិតឆឹងរួចក៏មកខ្សែកព្រះទាំងអស់ដែលមាននៅក្នុងផ្ទះមកពាក់ពេញករួចក៏ប្រញាប់ជិះម៉ូតូរត់ចេញមកទីនេះភ្លាមសូដាស្ដាប់ហើយក៏សម្រេចចិត្តរៀបរាប់ពីរឿងដែលកើតឡើងចំពោះថប់ឲ្យអ៊ូស្ដាប់ដែរឮបែបនេះអ៊ូកាន់តែភ័យខ្លាចខ្លាំងជាងមុនរហូតដល់ថ្នាក់លើកដៃសំពះឡើងលើមេឃរួចនិយាយទាំងទឹកភ្នែកហូរបងឃើញកម្មវិធីទាំងឡាយណាស់ដែលពួកយើងធ្លាប់មានជាមួយគ្នាពីជាតិមុនឬជាតិនេះខ្ញុំសូមអហោសកម្មឲ្យបងទាំងអស់សូមបងទៅឲ្យបានសុខចុះកុំមកលងខ្ញុំទៀតអីក៏មិត្តភ័ក្តិឃើញសភាពភ័យខ្លាចរបស់អ៊ូក៏នាំគ្នាសើចក្អាកក្អាយដើម្បីជួយសម្រាលបរិយាកាសប៉ុន្តែនៅក្នុងចិត្តរបស់គ្រប់គ្នាគឺពោរពេញទៅដោយភាពព្រឺព្រួចនិងការបារម្ភយ៉ាងខ្លាំងបន្ទាប់ពីបញ្ចប់ការផឹកស៊ីសូដាបានត្រឡប់មកសម្រាកនៅឯផ្ទះខ្លួនឯងវិញយប់នោះសូដាបានសម្រេចចិត្តចូលគេងតាំងពីក្បាលព្រលប់ប៉ុន្តែនៅក្នុងដំណេកនោះក៏បានជួបនឹងសុបិនដ៏ចម្លែកនិងរន្ធត់បំផុតនៅក្នុងសុបិនសូដាកំពុងតែឈរនៅមាត់បង្អួចនៃជាន់ទី2នៃផ្ទះរបស់គាត់សម្លឹងទៅក្រៅរបងផ្ទះយប់នោះបរិយាកាសគឺងងឹតស្លុបនិងត្រជាក់ស្រេបសពតែនៅចំក្បែររបងដៃមុខផ្ទះគាត់បានឃើញបំខេតឈរសម្លឹងមកគាត់ទាំងមុខសង្ងត់សង្ងាត់សូដាសែកសួរក្នុងសុបិនថាបងខេតបងឯងមកធ្វើអីយប់ជើអញ្ចឹងបងខេតមិននិយាយស្ដីអ្វីទាំងអស់ប៉ុន្តែសពតែមានសម្លេងមួយលាន់ឮឡើងនៅក្នុងខួរក្បាលរបស់បងសូដាដោយផ្ទាល់ត្រជាក់សេបថាសូដាឲ្យឯងចូលផ្ទះបានអត់ម្ចាស់ទឹកម្ចាស់ដីផ្ទះហែងគាត់មិនឲ្យឯងចូលទេអញត្រជាក់ខ្លាំងណាស់សូដាដែលជាមនុស្សចិត្តល្អនិងអាណិតបងខេតក៏សែកឆ្លើយតបថាបាទបងចូលមកប៉ុន្តែមិនទាន់នឹងនិយាយចេញពីមាត់ផងសពតែមានសម្លេងបរិសុទ្ធចំណាស់ម្នាក់ស្អកតែពោពេញទៅដោយអំណាចនិងបារមីយ៉ាងខ្លាំងក្លាស្ដែកកំហុសពីក្រោយខ្នងសូដាថាឈប់កុំឲ្យវាចូលឲ្យសោះប្រយ័ត្នបាត់បង់ជីវិត
សូដាភ្ញាក់ទៅពីសុបិនភ្លាមរាងកាយរបស់គាត់ជោគជាំទៅដោយញើសទោះជាបន្ទប់ត្រជាក់ក៏ដោយគាត់ដឹងច្បាស់ថាម្ចាស់ទឹកម្ចាស់ដីឬទេវតាថែរក្សាផ្ទះរបស់គាត់បានជួយសង្គ្រោះពីជីវិតគាត់ពីការអញ្ជើញវិញ្ញាណដៃហោងចូលផ្ទះហើយរហូតដល់យប់ទី6មេឃកំពុងតែភ្លៀងធ្លាក់យ៉ាងខ្លាំងនៅមានខ្យល់ព្យុះបោកបក់សូដាបានក្រោកពីគេងកណ្ដាលទៀតដើម្បីដើរទៅបិទបង្អួចឈើដែលរង្គើបោកគ្នាប៉ុន្តែនៅពេលដែលគាត់លូកដៃទៅទាញបង្អួចបិទភ្នែករបស់គាត់សាប់តែក្រឡេកមើលឃើញមុខរបស់ផ្ទះគាត់នៅក្រោមពន្លឺភ្លេចបន្ទោពណ៌សក៏បានឃើញបង្ខេតកំពុងតែឈរហាភ្លៀងនៅក្បែររបស់មុខផ្ទះគាត់ដដែលទឹកភ្លៀងហូរសោយសពលើរាងកាយពណ៌ខៀវស្លេករបស់គាត់តើភ្នែកដ៏សោកសៅរបស់គាត់សម្លឹងតង់មកបន្ទប់បងសូដាដោយមិនភ្លេចទាល់តែសោះលើកនេះសូដាមិនមានអារម្មណ៍ភ័យខ្លាចឡើយមានតែភាពសោកសៅនិងអាណិតអាសូរគាត់បានបើកបង្អួចរួចសាយសួរទៅកាយវិញ្ញាណនោះថាបងខេតបងមកនឹងចង់បានអីមែនតើបងទទួលបានបុណ្យកុសលដែលខ្ញុំធ្វើឲ្យដែរឬទេបងខេតនៅតែឈរស្ងៀមថ្មឹងមិនឆ្លើយតបរហូតដល់ពន្លឺភ្លេចបន្តបាត់ទៅវិញភាពងងឹតស្លប់ក៏បន្តម្ដងទៀតរូបរាងរបស់គាត់ក៏រលាយបាត់នៅក្នុងភាពសូន្យសងទៅចូលដល់យប់ទី7ដែលជាយប់គម្រប់7ថ្ងៃនៃការស្លាប់របស់បងខេតយប់នេះសូដាបានយកសពឃើញបងខេតជាលើកចុងក្រោយប៉ុន្តែជាសុបិនដែលប្លែកនិងរន្ធត់បំផុតនៅក្នុងសុបិនគាត់បានឃើញបងខេតកំពុងតែឈរនៅចំកណ្ដាលវាស្មៅស្ងាត់ជ្រងំមួយប៉ុន្តែនៅលើដៃនិងជើងទាំងសងខាងរបស់គាត់គឺមានច្រវាក់ដៃធំៗចងភ្ជាប់យ៉ាងណែនហើយអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺនៅសងខាងរបស់គាត់មានឈរនៅបរិះរាងធំដំបង2នាក់កម្ពស់ប្រហែល2ម៉ែត្រជាងស្បែកខ្មៅក្រឹបដូចឈៀងស្លៀកក្បិនពណ៌ក្រហមឆ្អៅមានពាក់អាវឡើយបង្ហាញសាច់ដុំធំគួរឲ្យខ្លាចម្នាក់នៅខាងស្ដាំដៃកំពុងតែកាន់សៀវភៅក្រាស់ពណ៌មាសចំណែកឯម្នាក់ទៀតនៅខាងឆ្វេងកំពុងតែកាន់លំពែងដែកមុខ3យ៉ាងមុខស្រួចសូដាដឹងភ្លាមថាបរិះទាំងពីរនាក់នោះគឺគ្មាននរណាក្រៅពីយមបាលឬអ្នកនាំព្រលឹងទៅកាន់បររោគឡើយបងខេតសម្លឹងមុខសូដាទាំងទឹកមុខកំសត់និងទឹកភ្នែកហូរជាឈាមរួចនិយាយដោយសំឡេងខ្សឹបថ្នមថាសូដាអើយថ្ងៃនេះអញមកលាហែងហើយពេលវេលារបស់អញនៅលើโลกនេះទៅបានបញ្ចប់ហើយឯងទៅចាំណាឈប់ដើរលេងយប់ប្រលប់ទៀតទៅយកអញធ្វើជាមេរៀនកុំឲ្យស្លាប់តែហោងដូចអញឲ្យសោះតើជានឹងឈឺចាប់ណាស់ជួយប្រាប់ម៉ែឪនិងបងប្អូនអញផងថាអញនឹកពួកគេខ្លាំងណាស់លីហើយសូដានិយាយចោលបរោះក្បិនក្រហមទាំងពីរនាក់នោះបានទាញច្រវាក់ដែលអូសព្រលឹងបងខេតដើរបែកខ្នងសម្ដៅទៅកាន់ពន្លឺពណ៌ក្រហមឆ្អៅពីចម្ងាយរហូតដល់រលាយបាត់ក្នុងភាពងងឹតស្លាប់សូដាភ្ញាក់ដឹងខ្លួនឡើងវិញទាំងទឹកភ្នែកជោគខ្នើយគាត់គិតថាភាពភ័យរន្ធត់ទាំងអស់ទៅបានបញ្ចប់ហើយវិញ្ញាណបងខេតទៅបាននាំទៅកាន់បរលោកដោយសុវត្ថិភាពហើយប៉ុន្តែនេះគឺជាកន្លែងដែលរបបសាច់រឿងដ៏គួរឲ្យរន្ធត់បំផុតដែលគ្មាននរណានឹកស្មានដល់បានលាតត្រដាងឡើងក្រោយពីយប់ទី7នោះមកគ្រប់យ៉ាងហាក់ដូចជាត្រឡប់មកជាធម្មតាវិញប៉ុន្តែមានចំណុចមិនប្រក្រតីមួយគឺថប់លែងទៅរៀនលែងដើរលេងនិងលែងនិយាយស្ដីជាមួយនរណាទាំងអស់សូដាដែលមានការបារម្ភពីមិត្តភ័ក្តិបានសម្រេចចិត្តដើរទៅលេងផ្ទះឈើចាស់របស់ថប់ម្នាក់ឯងពេលដើរទៅដល់ក្រោមផ្ទះឈើនោះសូដាសឹកតែធំក្លិនយ៉ាងខ្លាំងវាជាក្លិនសាច់ឆេះខ្លោចលាយឡំនឹងក្លិនស្អុយរលួយចេះចេញមកពីខាងលើផ្ទះសូដាមានអារម្មណ៍មិនល្អក៏ប្រញាប់ដើរឡើងចន្លោះឈើយឺតពេលរុញទ្វារឈើចូលទៅខាងក្នុងពន្លឺថ្ងៃជះកាត់ភាពងងឹតស្លុបបង្ហាញឲ្យឃើញថាសពរបស់ថប់កំពុងតែដេកស្លាប់នៅលើគ្រែពូកស្អុយរលួយបាត់ទៅហើយតាមស្ថានភាពសពថប់បានស្លាប់ដោយសារការគាំងបេះដូងយ៉ាងធ្ងន់ធ្ងររាងកាយរបស់គាត់ឡើងរឹងភ្នែកបើកស្លឹងនិងមានស្នាមជាំខ្មៅនៅត្រង់ទ្រូងដូចជាទៅកម្លាំងអគ្គិសនីឆក់យ៉ាងអញ្ចឹងហើយពេលវេលានៃការស្លាប់របស់ថប់គឺតាំងពីយប់ដំបូងមកអស់ម្ល៉េះសូដាគាំងខួរក្បាលភ្លាមចុះប្រសិនបើថប់បានស្លាប់តាំងពីយប់ដំបូងតើថប់ដែលដើរមកប្រាប់គាត់រឿងក្បាច់លងនៅថ្ងៃដុតសពនិងថប់ដែលអង្គុយផឹកស៊ីសើចក្អាកក្អាយជាមួយពួកគេកាលពីប្រហែលថ្ងៃមុននោះជានរណាទៅពិតមែនហើយយប់ដំបូងដែលថប់ឮសំឡេងក្រោមផ្ទះហើយឆ្លើយតបទៅវិញដឹងហើយនោះវាមិនមែនជាការឆ្លើយតបធម្មតាឡើយប៉ុន្តែវាជាការយល់ព្រមនិងអនុញ្ញាតឲ្យវិញ្ញាណតៃហោងរបស់បងខេតចូលមកសន្ធិដ្ឋនិងគ្រប់គ្រងរាងកាយរបស់ខ្លួនជាស្ថាពរថប់ដែលរស់នៅនិងផឹកស៊ីជាមួយពួកគេពេញមួយសប្តាហ៍នោះតាមពិតទៅគឺជារូបកាយរបស់ថប់ប៉ុន្តែវិញ្ញាណខាងក្នុងគឺជារបស់បងខេតសោះមិនតែប៉ុណ្ណោះមូលហេតុដែលបងខេតកាចសាហាវនិងសងសឹកមកលើខ្លាំងបែបនេះ
វាមិនមែនដោយសារតែចំនួនធម្មតានោះឡើយតាមពិតទៅរបងដៃចំការមានឲ្យឆក់បងគេស្លាប់នោះមិនមែនជាការការពារចោលដោយចៃដន្យឡើយប៉ុន្តែវាគឺជាការរៀបចំផែនការឃាតកម្មយ៉ាងលម្អិតរបស់អ៊ូដឹងយ៉ាងច្បាស់ថាយប់នោះមេឃភ្លៀងខ្លាំងហើយបងខេតទៅដើរទៅទីនោះវាបានលួចភ្ជាប់ខ្សែភ្លើងផ្ទាល់នឹងដីនិងរបងដៃនោះដើម្បីឆក់សម្លាប់បងខេឲ្យស្លាប់តែហោដើម្បីបញ្ចប់គំនុំផ្ទាល់ខ្លួនហើយយប់ផឹកស៊ីនោះការដែលថប់ដែលជាបងខេនៅក្នុងខ្លួនអង្គុយសម្លឹងមើលអ៊ូនិងសើចយ៉ាងចម្លែកនោះគឺដោយសារតែវាដឹងការពិតគ្រប់យ៉ាងរួចទៅហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះអ៊ូបានក្លាយជាមនុស្សឈួនឡោបសតិដើរនិយាយម្នាក់ឯងក្នុងភូមិទោះតែវាបានឃើញសមោបរោះខ្មៅខ្លោចឈោកបែកខ្លួនជានិច្ចចំណែកឯសូដាវិញរៀងរាល់ពេលដែលមេឃភ្លៀងធ្លាក់ខ្លាំងគាត់តែងតែឮសំឡេងខ្សឹបហៅឈ្មោះគាត់ថ្នមពីក្រោយផ្ទះប៉ុន្តែលើនេះគាត់មិនហ៊ានឆ្លើយតបឬងាកទៅមើលឡើយរឿងរ៉ាវរបស់បងខេតសូដានិងគ្រួសារបានបញ្ចប់ទៅហើយប៉ុន្តែវាបានបន្សល់ទុកនូវមេរៀននិងការព្រមានដែលគួរឲ្យខ្លាចបំផុតសម្រាប់ពួកយើងទាំងអស់គ្នាសម្រាប់អ្នកដែលរស់នៅក្នុងផ្ទះឈើចាស់សូម្បីតែផ្ទះធម្មតាពេលដែលស្ថិតក្នុងភាពងងឹតកណ្ដាលទៀតបើសិនតែនៅស្ងៀមស្រាប់តែឮសំឡេងពស់ក្តារឬសំឡេងខ្សឹបហៅឈ្មោះរបស់អ្នកថ្នមពីកន្លែងដែលមើលមិនឃើញដាច់ខាតកុំឆ្លើយតបថាដឹងហើយឬបាទចាឲ្យសោះព្រោះការឆ្លើយតបរបស់អ្នកអាចនឹងក្លាយទៅជាការចុះកិច្ចសន្យាឈាមអនុញ្ញាតឲ្យពួកគេចូលមកចំនួនកន្លែងរូបកាយរបស់អ្នកនៅយប់នេះសូមអរគុណសម្រាប់ការចំណាយពេលស្ដាប់រហូតដល់ចប់កុំភ្លេចជួយចុច Like Share និង Subscribe Channel របស់ខ្ញុំផងដើម្បីទទួលបានសាច់រឿងព្រោះជាច្រើនទៀតនៅក្នុងអេពីសូតក្រោយៗទៀតសម្រាប់វាតីយប់នេះសូមឲ្យប្រិយមិត្តទាំងអស់គ្នាគេងលក់ស្រួលហើយកុំភ្លេចពិនិត្យមើលប្រហោងក្តារក្រោមគ្រែរបស់អ្នកផងវាតីសួស្តី